មានការផ្ទុះការវិញ្ញាច្រើនមែនទែននៅលើបណ្ដាញសង្គមអ្នកនរគ្នារវាងត្រីត្រោតហើយនិងត្រីសាម៉ុនអញ្ចឹងថ្ងៃនេះយើងមកស្វែងយល់ទាំងអស់គ្នាអំពីត្រីសាម៉ុននិងត្រីត្រោតតើវាខុសគ្នាយ៉ាងណាអំពីគុណភាពតម្លៃការរស់នៅហើយអត្ថប្រយោជន៍អីផ្សេងៗទៀតអ្នកនរគ្នាចំពោះការរស់នៅ trout រស់នៅភាគច្រើនក្នុងទឹកសាបទន្លេបឹងភ្នំអីអញ្ចឹងទៅមិនចាំបាច់ទៅសមុទ្រដូចសាម៉ុននោះទេអ្នកនរគ្នាហើយវាចូលចិត្តរស់នៅតំបន់កន្លែងណាដែលមានទឹកស្អាតហើយនិងត្រជាក់ផងដែរហើយជីវិតវាសាមញ្ញវាអត់ធ្វើដំណើរទៅឆ្ងាយនោះទេចំពោះត្រីសាម៉ុនវិញគឺវាកើតនៅទឹកសាបហើយវាធ្វើដំណើរទៅរស់នៅឯសមុទ្រហើយវាត្រឡប់មកទឹកសាបវិញដើម្បីបង្កើតកូនត្រីសាម៉ុនអាចហែលទៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រឯណោះហើយជាត្រីធម្មជាតិដែលមាន life journey ស្មុគស្មាញជាងត្រីត្រោតអ្នកនរគ្នាចំពោះរសជាតិវិញគឺត្រីត្រោតមានរសជាតិរាងស្រាលជាងហើយអត់សូវមានខ្លាញ់ដូចសាម៉ុនទេអ្នកនរគ្នាសាច់វារាងទន់ហើយមានរសជាតិអត់ខ្លាំងដែរសមស្របសម្រាប់អ្នកអត់សូវចូលចិត្តត្រីមានក្លិនឆ្អាបអីអញ្ចឹងសាម៉ុនវិញគឺមានរសជាតិដុតជាងហើយឆ្ងាញ់ជាងមានខ្លាញ់ធម្មជាតិដែលគេហៅថា omega oil សាច់វាទន់មានរសជាតិដូចជាប៊ឺហើយញ៉ាំទៅរលាយក្នុងមាត់តែម្ដងជាត្រីពេញនិយមនៅក្នុង sushi ហើយនិង steak ផងដែរអ្នកនរគ្នាតម្លៃត្រីត្រោតគឺថោកជាងត្រីសាម៉ុនអ្នកនរគ្នាងាយរកនិងគេអាចចិញ្ចឹមនៅក្នុងស្រះទឹកបានប្រើច្រើននៅក្នុងអាហារទូទៅត្រីសាម៉ុនគឺមានតម្លៃថ្លៃជាងអ្នកនរគ្នាពិសេសសាម៉ុន white ធម្មជាតិហើយគេអាចនាំចូលមកច្រើនប្រទេសហើយគឺជាត្រីដែលមានសារៈប្រយោជន៍អញ្ចឹងណាសម្រាប់គុណភាពសាច់ត្រីត្រោតគឺសាច់វាស្រាលមានប្រូតេអ៊ីនល្អៗដែរអ្នកនរគ្នាហើយខ្លាញ់វាមានតិចគុណភាពវាល្អសម្រាប់អាហារធម្មតាចំពោះសាម៉ុនវិញគឺគុណភាពវាខ្ពស់ជាងក្នុងផ្នែកអាហារសុខភាពវាមាន omega 3 ខ្ពស់មែនតើសាច់មានសំណើមនិងមិនស្ងួតនោះទេអត្ថប្រយោជន៍សុខភាព trout ប្រូតេអ៊ីនខ្ពស់ខ្លាញ់ទាបល្អសម្រាប់អ្នកចូលចិត្តអាហារសុខភាពអញ្ចឹងណាជួយសាច់ដុំហើយនិងថាមពលបានផងដែរហើយចំពោះត្រីសាម៉ុនគឺមាន omega 3 ខ្ពស់ខ្លាំងល្អសម្រាប់បេះដូងនិងខួរក្បាលជួយស្បែកសក់និងបន្ថយអុកស៊ីតកម្មបានផងដែរជាត្រី super food តែម្ដងឥឡូវហ្នឹងយើងចូលមកដល់ចំណុចសំខាន់តើយើងមើលយ៉ាងម៉េចដឹងថាមួយណាជា trout មួយណាជា salmon ដោយត្រី salmon ហ្នឹងភាគច្រើនមានពណ៌ផ្កាឈូកចាស់ទៅជាក្រហមតែម្ដងហើយត្រី trout ហ្នឹងពណ៌រាងស្រាលជាងអ្នកនរគ្នាហើយខ្ញុំបញ្ជាក់កន្លែងហ្នឹងបន្តិចអ្នកនរគ្នាមិនមែន salmon សុទ្ធតែក្រហមទេហើយមិនមែន trout សុទ្ធតែស្រាលទាំងអស់នោះទេពេលខ្លះ trout ក៏អាចមានពណ៌រាងក្រហមជាង salmon ដែរអ្នកនរគ្នាអាស្រ័យលើអាហារបរិស្ថានប្រភេទនិងការចិញ្ចឹមផងដែរប៉ុន្តែអាហ្នឹងភាគតិចទេអ្នកនរគ្នាភាគច្រើនគឺ salmon ក្រហមជាងត្រី trout ហើយរាងមានខ្លាញ់ជាងជាកន្លែងហ្នឹងបន្តិចទៀតអ្នកនរគ្នាតាមពិតទៅប្រភេទត្រី salmon ភាគច្រើនគឺវាមានពណ៌រាងដិតជាងប្រភេទត្រី trout តែដោយសារតែនៅលើទីផ្សារភាគច្រើនហ្នឹងគេបានបង្ហាញថាពណ៌ត្រី trout ហ្នឹងទៅជារាងដិតជាងពណ៌ត្រី salmon ទៅវិញដោយសារតែហេតុផលហ្នឹងគឺប្រភេទត្រី trout គឺវាស្រួលចិញ្ចឹមអញ្ចឹងត្រី trout ខ្លះត្រូវបានបន្ថែមសារធាតុអត្តសញ្ញាណធ្វើឲ្យសាច់ក្រហមដិតតែម្ដងអញ្ចឹងហើយបានជាពួកយើងមើលឃើញថាទៅជាត្រី trout ហ្នឹងមានពណ៌ដិតជាងត្រី salmon ទៅវិញចំពោះរសជាតិវិញនៅពេលដែលយើងញ៉ាំត្រី salmon វាមានរសជាតិទន់មានខ្លាញ់ឆ្ងាញ់ជាងហើយនឹងមានរសជាតិដុតជាងត្រី trout វិញគឺមានរសជាតិស្រាលរាងស្ងួតបន្តិចហើយមានរសជាតិអត់សូវដុតដូច salmon ទេអ្នកនរគ្នាហើយចំពោះទំហំនិងបំណែកសាច់វិញគឺ salmon វាមាន fillet ធំរាងក្រាស់ជាងហើយចំពោះ trout គឺ fillet វាតូចហើយនឹងស្ដើងជាងអ្នកនរគ្នាអញ្ចឹងខ្ញុំគិតថាអ្នកលក់គួរតែដាក់លក់ទាំងពីរទៅហើយប្រាប់គេឲ្យត្រង់ទៅថាមួយណាជា trout មួយណាជា salmon អញ្ចឹងអ្នកទិញក៏គាត់មានជម្រើសដែរអ្នកនរគ្នាហើយកុំខ្លាចថាអ្នកលក់ trout អត់ដាច់អីដោយសារតែចំណង់ចំណូលចិត្តមនុស្សយើងគឺខុសគ្នាអ្នកខ្លះគាត់ចូលចិត្តអាហារដែលទន់អញ្ចឹងទៅអ្នកខ្លះចូលចិត្តអាហារដែលអត់សូវមានខ្លាញ់អីអញ្ចឹងទៅអញ្ចឹងយើងនៅតែអាចលក់បានដូចធម្មតា